រលងកកាពះខុសគ្នាពីរលាកកាពះយ៉ាងដូចម្តេច រលងកកាពះជាមួយនឹងរលាកកាពះការធ្វើរោគវិនិច្ឆ័យគឺពិបាកមែនទែនសម្រាប់គ្រូពេទ្យដោយសារតែអាការៈគឺមានលក្ខណៈស្តៀងគ្នាហើយការដែលយើងអាចដឹងច្បាស់ពិតប្រាកដតែម្ដងហ្នឹងគឺការឆ្លោះដើម្បីមើលថាអាកកាពះហ្នឹងវាលងឬក៏អត់ប៉ុន្តែជាទូទៅប្រសិនបើអ្នកជំងឺគាត់អត់ចង់ឈានទៅដល់ការឆ្លោះគ្រូពេទ្យអាចធ្វើការវិនិច្ឆ័យទៅលើរោគសញ្ញារបស់គាត់អីដែលយើងអាចបែងចែកមួយទៀតហ្នឹងភាគច្រើនគឺរលាកកាពះយើងគិតពាក់ព័ន្ធជាមួយនឹងមេរោគក្នុងកាពះអញ្ចឹងងាយស្រួលគឺយើងអាចផ្លុំមើលមេរោគក្នុងកាពះបានដូចអ្នកជំងឺខ្ញុំអញ្ចឹងមុននឹងខ្ញុំធ្វើរោគវិនិច្ឆ័យខ្ញុំតែងតែឲ្យគាត់ផ្លុំដើម្បីមើលមេរោគក្នុងកាពះហើយរោគកាពះខ្ញុំអាចខ្សឹបប្រាប់បងប្អូនថាមិនបាច់មកពេទ្យក៏អាចសាកល្បងព្យាបាលដើម្បីឲ្យធូរខ្លួនឯងដែរប្រសិនបើក្នុងករណីថាបងប្អូននៅមានរោគសញ្ញាតិចតួចហើយក្នុងរយៈពេលខ្លីទៅចាប់ផ្ដើមឧទាហរណ៍ថា3អាទិត្យទៅ1ខែអញ្ចឹងណាសាកល្បងនៅផ្ទះបានចំណុចទឹកប្រមាណងាយស្រួលទេខ្ញុំអាចចែកម្លែកបាន4ចំណុចគឺ tip ដែលធ្វើឲ្យរលងកកាពះហ្នឹងបានធូរស្បើយជាងមុនទី1គឺនៅពេលដែលយើងញ៉ាំអីហើយកុំឲ្យយើងប្រញាប់ទៅគេងវិញចាំដល់2ម៉ោងបានចំណីអាហារចេញផុតពីកាពះហើយពេលដែលយើងទៅគេងវិញគឺរោគសញ្ញានៃការរលងកកាពះនឹងចាប់ផ្ដើមថយទី2ទៀតប្រសិនបើអ្នកណាជាអ្នកញ៉ាំកាហ្វេច្រើនជាពិសេសអ្នកចូលចិត្តញ៉ាំកាហ្វេពោះទៅទេនឹងហ្មងបើថាមួយថ្ងៃ3 shot 4 shot អីហើយថយមកត្រឹម1 shot ហ្នឹងលាយវាឲ្យរាវឬក៏អាចលាយជាមួយនឹងទឹកដោះគោឬក៏ទឹកដោះ almond អញ្ចឹងទៅដើម្បីថយជាតិ acidity នៅក្នុង caffeine ដែលយើងញ៉ាំហ្នឹងចំណុចទី3កុំមើលងាយរឿង matcha ក៏មាន caffeine ខ្ពស់ដែរណាគេដែលចូលចិត្តញ៉ាំ matcha ព្រឹកថ្ងៃហើយគិតថាខ្ញុំញ៉ាំ matcha មិនញ៉ាំកាហ្វេពិចារណាកន្លែងហ្នឹងតិចទៅអាចធ្វើឲ្យការរលងកកាពះហ្នឹងវាហត់តែមានរោគសញ្ញាច្រើនហើយអត់ជួយឲ្យវាថមថយទេហើយចុងក្រោយគេចំណុចទី4ណាគឺកុំញ៉ាំបាយឆ្អែតខ្លាំងពេកពួកអីកាលណាដែលយើងញ៉ាំបាយឆ្អែតខ្លាំងពេកទៅកាពះរបស់យើងគឺវាចាប់ដើមរីកទៅតាមចំណីអាហារដែលយើងញ៉ាំអញ្ចឹងធ្វើឲ្យកន្លែងបិទនឹងកកាពះរបស់យើងហ្នឹងវាងាយបើកហើយបើសិនជាវាជារៀងចំហស្រាប់ផងគឺរត់តែធ្វើឲ្យរោគសញ្ញាហ្នឹងកាន់តែខ្លាំងថែមទៀតអញ្ចឹងមិនបាច់មកពេទ្យអនុវត្ត4ចំណុចហ្នឹងក៏អាចធូរខ្លួនឯងដែរតែបើសិនជានៅតែអត់ធូរទៀតកុំភ្លេចមកពេទ្យហើយកុំទិញថ្នាំញ៉ាំទៅខ្លួនឯងផ្ដេសផ្ដាស់ណា